ចាសួស្តីទាំងអស់គ្នាថ្ងៃនេះយើងធ្វើដំណើរពីទីក្រុងភ្នំពេញទៅកំពតគឺជាទិសដៅដំបូងហើយគោលបំណងរបស់ពួកយើងនឹងធ្វើដំណើររយៈពេល6ថ្ងៃបើគិតពីគីឡូវិញ1000គីឡូជាងហើយយើងនឹងធ្វើដំណើរពីភ្នំពេញទៅកំពតពីកំពតទៅអរ៉ែងពីអរ៉ែងទៅកោះកុងហើយពីកោះកុងទៅភ្នំ1005បន្ទាប់មកចេញទៅសៀមរាបមកពេញវិញអញ្ចឹងឥឡូវនេះទិសដៅទី1គឺទៅកំពតយើងបានទៅញ៉ាំនំចុកទឹកម្រេចហើយអាហារថ្ងៃត្រង់យើងក៏បានបន្តដំណើរទៅកំពត Top View កំពត Top View នេះយើងដូចដែលយើងបានឃើញអញ្ចឹងផ្លូវថ្ងៃចូលបរំទុកហ្នឹងគឺរៀងភ្លៀងធ្លាក់រៀងខ្លាំងដែរអញ្ចឹងទៅវាធ្វើឲ្យការធ្វើដំណើរយើងទៅដល់លើកំពូលភ្នំវាល្អិលហើយមានណាមួយផ្លូវចោតដោយសារតែវាខ្ពស់ខ្លាំងណាបើគិតទៅកំពូលហ្នឹងគឺនៅ top ហ្មង top view ដល់អញ្ចឹងទៅយើងត្រូវការឡើងទួលច្រើនហើយភ្លៀងទៅវាល្អិលដោយសារនៅហ្នឹងគេកំតុំតបើករយៈពេលបាន5ខែអញ្ចឹងទៅផ្លូវវាមានការលំបាកច្រើនដោយសារតែវាខ្ពស់ពេកអញ្ចឹងត្រូវការធ្វើហ្នឹងគឺភាគច្រើនគាត់ប្រើកម្លាំងរបស់មនុស្សផ្ទាល់អញ្ចឹងណាប៉ុន្តែសម្រាប់ទេសភាពនៅទីនោះគឺស្អាតខ្លាំងហ្មង perfect ហ្មងសម្រាប់អ្នកដែលគាត់ធ្លាប់នៅទីក្រុងភ្នំពេញណាគាត់មើលទៅលើរបៀបថា Sky Bar អីចឹងណាយើងមើលឃើញពលឺទីក្រុងត្រូវឯងតែអានេះយើងទៅដល់កំពតហើយនៅលើភ្នំហើយយើងមើលពីលើភ្នំមកវិញគឺឃើញភ្លើងនៅទីក្រុងនៅតាមទឹកនៅស្ទឹកសមុទ្រឆ្នេរអីចឹងមានភ្លើងយប់ឡើងគឺយើងមើលឃើញដូចយើងនៅទីក្រុងអញ្ចឹងប៉ុន្តែអារម្មណ៍ខុសគ្នាដោយសារអីយើងនៅលើកំពូលភ្នំយើងមិនមែននៅលើ Sky Bar ហើយត្រជាក់ខ្លាំងមែនតើហើយអត់សូវខ្យល់ខ្លាំងទេប៉ុន្តែអាកាសធាតុត្រជាក់ហើយយប់ឡើងយើងបានធ្វើម្ហូបញ៉ាំជុំគ្នាបន្ទាប់ពីធ្វើដំណើរទៅហើយនេះទេសភាពពេលព្រឹកឡើងពពកចុះអាប់ច្រើនពេលព្រលឹមអីម៉ោង6អីអត់សូវច្រើនទេចាប់ពីម៉ោង7កន្លះអីពពកចាប់ដើមច្រើនមែនតើហើយទេសភាពខែហ្នឹងគឺខែភ្លៀងគឺបៃតងខៀវហើយត្រជាក់ហ្មងយើងមើលទេសភាពជុំវិញTop View ហ្នឹងណាគាត់មានកន្លែងមួយដែលអាចមើល360 degree បានគឺមើលជុំវិញទាំងអស់ហ្មងហើយបើសិនជាយើងចង់បោះនៅជាភ្នំខាងក្រោមហ្នឹង private ក៏បានដែរដោយសារពួកខ្ញុំទៅរៀងយប់ហើយពួកខ្ញុំត្រូវការកន្លែងមានដំបូលអីចឹងទៅខ្ញុំដោះតាំងនៅកន្លែង360ហ្នឹង